ថាតើធ្វើម៉េចដើម្បីឲ្យកូនរបស់គាត់នេះមានមិត្តភ័ក្តិច្រើនហើយអាចជាមិត្តភ័ក្តិដែលល្អដែលគួរឲ្យទុកចិត្តដែលគួរឲ្យរាប់អានឡាក់ខ្ញុំចង់ជំរាបជូនមេដាបេដាទាំងអស់ថាត្រូវផ្លាស់ប្ដូរនៅផ្នត់គំនិតនេះមានន័យថាយើងកុំចង់បានគេយើងធ្វើឲ្យខ្លួនយើងទៅជាគេចង់បានយើងវិញណែអាហ្នឹងឯងដែលសំខាន់បាទណាយើងកុំចង់បានគេមកធ្វើមិត្តភ័ក្តិតែយើងត្រូវរៀបចំខ្លួនកូនរបស់យើងឲ្យคล้ายទៅជាមនុស្សម្នាក់ដែលគេចង់បានកូនយើងទៅធ្វើជាមិត្តភ័ក្តិរបស់គេនោះបានជាចំណុចដែលមេដាបៃតាទាំងអស់ត្រូវពិចារណាអញ្ចឹងណាអញ្ចឹងខ្ញុំចង់លើកឧទាហរណ៍មួយថាមនុស្សម្នាក់ដែលគេចង់រាប់អានគេប្រើពាក្យថាតលតែមនុស្សនឹងមានចរិតល្អអញ្ចឹងយើងសួរវិញថាមេដាបៃតាទាំងអស់កុំយកចិត្តទុកដាក់នឹងថាកូនយើងមានមិត្តភ័ក្តិច្រើនឬមិនមិត្តភ័ក្តិតិចអ្វីដែលផ្លាស់ប្ដូរផ្នត់គំនិតជូនមេដាបៃតាមកវិញគួរឲ្យគិតថាធ្វើម៉េចបណ្ដោះកូនយើងឲ្យកូនយើងคล้ายទៅជាមនុស្សម្នាក់ដែលមានគេចង់រាប់អានច្រើនមានគេចង់យកកូនយើងទៅធ្វើជាមិត្តភ័ក្តិរបស់គេនោះឯងដែលជាកាតព្វកិច្ចរបស់ឪពុកម្ដាយហើយមេដាបេដាទាំងអស់ត្រូវយល់ថាមនុស្សម្នាក់ដែលគេចង់យកមកធ្វើជាមិត្តភ័ក្តិវាអាស្រ័យទៅនឹងប្រភេទអ្នកនោះអញ្ចឹងខ្ញុំថាសេតគប់នេះសំខាន់ណាស់បាទណាសេតគប់នេះគឺជាការសំខាន់ណាស់ប៉ុន្តែឥឡូវខ្ញុំចង់ឲ្យមេដាក៏គិតចេះថាមនុស្សដែលគេចង់រាប់អានគឺជាមនុស្សដែលអីគេប្រើពាក្យខ្មែរយើងប្រើពាក្យថាជាមនុស្សថ្លៃថ្នូរអញ្ចឹងយើងត្រូវតែបណ្ដោះកូនយើងឲ្យคล้ายទៅជាមនុស្សថ្លៃថ្នូរអញ្ចឹងមនុស្សថ្លៃថ្នូរគឺជាមនុស្សដែលអីជាមនុស្សដែលមានចរិតល្អជាមនុស្សដែលមានមារយាទល្អពីរនេះសំខាន់ចរិតល្អមានន័យថាម៉េចមនុស្សដែលមានចរិតល្អគឺជាមនុស្សដែលមានសុជីវធម៌មនុស្សដែលមានសិលធម៌មនុស្សដែលមានគុណធម៌បីនឹងបូកចូលគ្នាคล้ายទៅជាមនុស្សដែលមានចរិតល្អចុះមិនទៅហៅថាមនុស្សដែលមានមារយាទល្អមនុស្សដែលមានមារយាទល្អគឺជាមនុស្សដែលមានអីការទទួលខុសត្រូវធ្វើអីគឺយកចិត្តទុកដាក់ហើយទទួលខុសត្រូវកថាកខថាខពេលណាថាឲ្យពេលហ្នឹងពេលណាថាចប់ពេលហ្នឹងនឹងគេហៅមនុស្សដែលមានមារយាទល្អគឺមនុស្សដែលទទួលខុសត្រូវអញ្ចឹងសូមឲ្យមេដាបៃតាទាំងអស់បណ្ដោះកូនចៅយើងធ្វើម៉េចឲ្យមានចរិតល្អធ្វើម៉េចឲ្យមានមារយាទល្អគឺពេលនោះគាត់នឹងคล้ายទៅជាអីមនុស្សដែលគេចង់រាប់អានមនុស្សដែលគេជឿទុកចិត្តពេលនោះគាត់មិនខ្វះទេហើយប្រសិនបើគាត់ជាមនុស្សដែលមានចរិតល្អនិងមារយាទល្អគាត់ប្រកាសជាអាចតាក់ទាញបាននៅមិត្តភ័ក្តិដែលមានចរិតល្អនិងមារយាទល្អដូចគាត់ហើយមិនខ្វះទេខ្ញុំជឿថាមិនខ្វះទេហើយមិនត្រឹមតែអាចតាក់ទងមិត្តភ័ក្តិបានទេមនុស្សដែលមានចរិតល្អនិងមារយាទល្អនឹងទទួលបាននៅអនាគតមួយដ៏ល្អបាទណាដ៏ល្អហេតុអីបងប្អូនមេដាបេដាតោះទាំងយល់ថាកូនរបស់អ្នកមានសមត្ថភាពបានគេយកកូនរបស់យើងទៅធ្វើការងារក៏ប៉ុន្តែកូនរបស់យើងត្រូវបានបណ្ដេញចេញពីការងារវិញឬក៏បញ្ឈប់ពីការងាររបស់វិញគឺជាទូទៅបណ្ដាលមកពីអីបណ្ដាលមកពីចរិតនិងមារយាទបាទដូច្នេះឪពុកម្ដាយទាំងអស់ត្រូវប្រុងប្រយ័ត្នថាការមានមិត្តភ័ក្តិច្រើនឬតិចមិនសំខាន់ទេប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការបណ្ដោះកូនយើងឲ្យមានចរិតល្អនិងឲ្យមានមារយាទល្អអញ្ចឹងបាននៅក្នុងសភៅដែលខ្ញុំសរសេរខ្ញុំមានដាក់ថាចេះខ្ញុំមានធ្វើប្រភេទមួយប្រភេទហ្នឹងខ្ញុំដាក់ថាម៉េចខ្ញុំដាក់ថាជំនាញរឹងចែកឲ្យនឹងជំនាញទន់ហេតុអីបានខ្ញុំដាក់ជំនាញរឹងនៅភាគយកហើយជំនាញទន់នៅភាគបែកជាទូទៅមានន័យថាភាគយកតូចជាងភាគបែកមានន័យថាចំណែកមួយនៃចំនួនសរុបបើយើងនិយាយសាមញ្ញចំណែកមួយនៃចំនួនសរុបអញ្ចឹងមានន័យថាជំនាញរឹងគឺមិនធំដូចជំនាញទន់ទេចាឥឡូវនេះចង់ផ្ញើសារជូនមេដាបេដាថាម៉េចថាគ្រោះថ្នាក់នៃដំណើរជីវិតរបស់មនុស្ស
ភាគច្រើនកើតមានឡើងដោយសារតែជំនាញទន់មិនមែនដោយសារជំនាញរឹងទេហើយជំនាញរឹងគឺយើងរៀនអស់ថ្មីខំថ្នាក់បណ្ឌិតដែរប៉ុន្តែបើជំនាញទន់យើងត្រូវរៀនរហូតមួយជីវិតហើយត្រូវតែធ្វើការផ្លាស់ប្ដូរជាបន្តបន្ទាប់ទៅតាមអីទៅតាមការអភិវឌ្ឍនិងការវិវត្តរបស់សង្គមខ្ញុំលើកឧទាហរណ៍ថាពីមុនយើងមាន AI អត់មានទេតែឥឡូវយើងមាន AI ចឹងយើងត្រូវតែរៀន AI ចឹងជំនាញទន់គឺផ្លាស់ប្ដូរលឿនណាស់នៅក្នុងសង្គមដែលកូនរបស់យើងត្រូវអីត្រូវតែអភិវឌ្ឍឲ្យបានសមស្របទៅនឹងដំណើរការផ្លាស់ប្ដូរនៃការវិវត្តនិងការអភិវឌ្ឍនៅក្នុងសង្គមរបស់យើងចឹងសរុបខ្លីមកវិញខ្ញុំចង់ជំរាបជូនមេដាបេដាថាការមានមិត្តភ័ក្តិច្រើនឬតិចមិនសំខាន់ទេសំខាន់គឺបណ្ដុះកូនរបស់យើងឲ្យមានចរិតល្អនិងមារយាទល្អសូមអរគុណ